Ca nơi từng bây giờ này con có lót hả? Anh này con có mông mày? Hay đã sra ớt ca này? Ọt đây và ta trồi ta mơ từng ọt này. គូស្វាមីភរិយាថ្មងថ្មីមួយគូបានទទួលការចាប់អារម្មណ៍និងការកោតសរសើរយ៉ាងខ្លាំងពីបណ្ដាញសង្គមរហូតដល់ដេចគុណផុនភក្តីដែលគ្រប់គ្នាបានស្គាល់ថាជាព្រះសង្ឃដែលមានថ្មីមាត់ក្នុងការសម្ដែងពធទេសនានិងជាព្រះសង្ឃល្បីទូទាំងប្រទេសកម្ពុជាបានចូលមកសរសើរនិងយករូបរបស់អ្នកទាំងពីរទៅសរសើរមិនដាច់ពីមាត់ហើយព្រមទាំងបានចងដៃប្អូនប្រុសប្អូនស្រីទាំងពីរផងដែរដោយបងប្អូនប្រុសប្អូនស្រីរៀបការមិនប្រើសុរាបាទអត់មានស្រាពិតប្រកបមែនបាទវាមិនមែនជារឿងងាយស្រួលទេដែលសង្គមបច្ចុប្បន្ននេះគឺគេកំពុងតែជ្រួយជ្រើមកំពុងតែសប្បាយជាមួយនឹងការផឹកស៊ីដោយប្រើនៅសុរាជាពិសេសគឺនៅក្នុងកម្មវិធីមង្គលការនីមួយៗហ្នឹងតែងតែយកស្រានឹងឯងមកជាទឹកតាំងនៃការអបអរសាទរនៅពិធីឬមួយក៏ការរៀបចំនៅអាពាហ៍ពិពាហ៍ចម្លែកអីតែគូភរិយាមួយគូនេះមិនប្រើសុរាដើម្បីទទួលនៅភ្ញៀវដូច្នេះហើយបានធ្វើឲ្យក្នុងបណ្ដាញសង្គម Facebook ក៏ដូចជាព្រះសង្ឃមួយចំនួនបានចូលទៅ comment សរសើរចំពោះទឹកចិត្តរបស់ប្អូនប្រុសប្អូនស្រីទាំងពីរជាពិសេសនោះគឺយើងបានកត់សម្គាល់ឃើញថាដេចគុណផុនភក្តីដែលជាព្រះសង្ឃមួយអង្គដែលសប្តាហ៍ថ្ងៃនេះលោកកំពុងតែគង់នៅប្រទេសសហរដ្ឋអាមេរិកកាលពីមុនគឺលោកនៅស្រុកខ្មែរលោកសម្ដែងពធទេសនាហើយនឹងធ្វើកិច្ចការងារសង្គមយ៉ាងច្រើនរហូតដល់ទទួលបាននៅប្រកាសនាមដ៏ល្បីល្បាញនៅក្នុងប្រទេសកម្ពុជាហើយលោកបានយករូបប្អូនប្រុសប្អូនស្រីទាំងពីរទៅសរសេរនៅក្នុង account Facebook របស់លោកហើយក៏មានចំណុចមួយដែលបានឃើញថាលោកក៏ចូលរួមចងដៃប្អូនប្រុសប្អូនស្រីទាំងពីរប៉ុន្តែប្អូនទាំងពីរមិនទទួលឡើយលោកប្អូនទាំងពីរសុំតែអវាទខ្លីៗឬមួយក៏ពាក្យណែនាំពីដេចគុណប៉ុណ្ណឹងឯងវាជារឿងកម្រឬក៏វាជារឿងដែលពិបាកក្នុងការធ្វើកិច្ចការងារទាំងអស់នេះដោយយើងបានដឹងហើយថានៅក្នុងសង្គមខ្មែរយើងសពថ្ងៃមិនថាចាស់មិនថាក្មេងឬក៏មិនថាមនុស្សពេញវ័យទេគឺតែងតែចូលចិត្តផឹកនៅសុរារហូតដល់កាលប្រហែលឆ្នាំមុនបងប្អូនបានដឹងហើយថាមានក្រុមហ៊ុនស្រាមួយចំនួនបានប្រកាសថាអស់ស្រាពីស្តុកដោយសារតែប្រជាពលរដ្ឋខ្មែរយើងឯងហូបក្នុងកម្មវិធីចូលឆ្នាំកាលប្រហែលឆ្នាំមុនណារហូតដល់អស់ពីស្តុកគេផលិតមិនតាន់ដូច្នេះក៏បញ្ជាក់ឲ្យឃើញថាយើងហូបស្រាច្រើនហ្នឹងហើយហូបស្រាច្រើនហើយក៏មានជំងឺច្រើននៅក្នុងសង្គមដែរហើយកិច្ចការងារដែលប្អូនបានធ្វើនេះវាជាកិច្ចការងារដ៏អស្ចារ្យវាក៏ជាគំរូដល់គូស្វាមីភរិយាដទៃទៀតដែលមិនយកស្រាជាមុខឬមួយក៏មិនយកស្រាធ្វើជាការអបអរនៅក្នុងកម្មវិធីការហើយការផឹកស្រានេះគឺមានទោសមានផលវិបាកគុណវិបត្តិច្រើនណាស់នៅក្នុងសង្គមជាតិជាពិសេសគឺយើងបានឃើញហើយថាដូចជាតាមដងវិថីការបើកបរនឹងមានគ្រោះថ្នាក់ស្លាប់មនុស្សរងរបួសពិការដាច់ដៃដាច់ជើងរហូតដល់អ្នកខ្លះហ្នឹងស្លាប់បាត់បង់ជីវិតហ្នឹងគឺដោយសារតែស្រាហើយស្រានេះគឺគេចាត់ទុកថាជាឃាតករលាក់មុខដែលកំពុងតែចាំប្រហារបងប្អូនខ្មែរក៏ដូចជាប្រជាពលរដ្ឋខ្មែរដែលកំពុងតែបើកបរនៅលើដងវិថីដូច្នេះហើយសូមបងប្អូនទាំងអស់គ្នាប្រុងប្រយ័ត្នជាមួយនឹងការផឹកនៅសុរានេះបើស្រវឹងកុំបើកបរកុំពិសានៅគ្រឿងស្រវឹងហើយសូមបន្តគាំទ្រនៅកិច្ចការងារទាំងអស់នេះទៀតដើម្បីលុបបំបាត់នៅការផឹកស្រា